បណ្ដាបញ្ញានិងសតិទាំងពីរនោះព្រោះសតិដែលជាតួនាំបញ្ញាទៅមានការអាចចងចាំនៅព្យញ្ជនៈបានព្រោះថាអាការៈនៃព្យញ្ជនៈទាំងឡាយទីកបីចាក់ធ្លុះមិនជ្រាលជ្រៅពេកទ្រទ្រង់តាមដែលបានស្ដាប់មកនោះឯងជាករណីយកិច្ចក្នុងរឿងនេះព្រោះហេតុនោះទៅការប្រកបរបស់សតិជារបស់សំខាន់បញ្ញាជាគុណក្នុងសេចក្តីនោះព្រោះសតិជាប្រធានរបស់បញ្ញាព្រោះថាបញ្ញាជាប្រធានរបស់សតិទៅអាចក្នុងការចាក់ធ្លុះបានព្រោះថាអាការៈនៃអដ្ឋដែលក៏បីចាក់ធ្លុះជារបស់ជ្រាលជ្រៅព្រោះហេតុនោះការខ្វល់ខ្វាយរបស់បញ្ញាទៅជារបស់សំខាន់សតិជាគុណធម៌ក្នុងសេចក្តីនោះព្រោះហេតុដែលបញ្ញាជាប្រធានរបស់សតិព្រោះប្រកបដោយអំណាចទាំងពីរនោះទៅព្រះអានន្ទមានការសម្រេចនៃភាពជាភក្តិគារិកៈព្រោះលោកអាចតាមរក្សាឃ្លាំងធម៌ដែលសម្បូរដោយអដ្ឋនិងព្យញ្ជនៈបាន